ជំរាបសួរកូនទាំងអស់គ្នាសុខសប្បាយអរគុណចាអរគុណព្រះអង្គសម្រាប់សុខភាពនិងសុខភាពដែលព្រះអង្គតែងតែការពារដល់កូនទាំងអស់គ្នាចឹងថ្ងៃនេះជួបជាមួយអ្នកគ្រូនៅកិច្ចការថ្នាក់ទី4មេរៀនថ្ងៃនេះគឺយើងរៀនពីមេរៀនទី30ល្បះក្នុងផ្នែកតាក់ទងនៃល្បះចឹងចំណុចដែលអ្នកគ្រូចង់បង្រៀនកូននៅថ្ងៃនេះគឺអំពីល្បះចាអញ្ចឹងថ្ងៃនេះយើងរៀនពីនិយមន័យរបស់ល្បះទាំងអស់គ្នាចឹងល្បះមានន័យមិនចឹងថ្ងៃនេះយើងនឹងរៀនជាមួយអ្នកគ្រូតើឥឡូវយើងមកអានយមន័យល្បះទាំងអស់គ្នាអញ្ចឹងល្បះគឺជាក្រុមពាក្យមានន័យគ្រប់គ្រាន់ស្ដាប់បានហើយបញ្ចប់ដោយសញ្ញាខណ្ឌសញ្ញាសួរឬសញ្ញាឧទានតើឥឡូវសូមអានជាមួយអ្នកគ្រូម្ដងទៀតល្បះគឺជាក្រុមពាក្យមានន័យគ្រប់គ្រាន់ស្ដាប់បានហើយបញ្ចប់ដោយសញ្ញាខណ្ឌសញ្ញាសួរឬសញ្ញាឧទានអញ្ចឹងអ្នកគ្រូមានឧទាហរណ៍ចំនួន3ដើម្បីមកបង្ហាញកូនទាំងអស់គ្នាតើយើងមើលឧទាហរណ៍ទី1ខ្ញុំរស់នៅតំបន់ភ្នំចាអញ្ចឹងខ្ញុំរស់នៅតំបន់ភ្នំគឺមានន័យឲ្យស្ដាប់បានមែនទេអញ្ចឹងយើងដាក់សញ្ញាខណ្ឌចាល្បះនេះគឺហៅថាល្បះស្រកតើឥឡូវយើងមកមើលបាក់ទី2យីទេសភាពលើកោះនេះស្អាតអ្វីម្ល៉េះចាអញ្ចឹងយើងប្រើសញ្ញាឧទានចាទី3អ្នកណានេសាទត្រីអញ្ចឹងយើងប្រើល្បះគឺសំដៅយើងប្រើសញ្ញាសួរដោយសារតែគេសួរពីអ្នកណាអញ្ចឹងមេរៀននេះគឺចាប់តែប៉ុណ្ណេះហើយអ្នកគ្រូសង្ឃឹមថាកូនអាចចងចាំនៅនិយមន័យហើយក៏ដូចជាកូនអាចតែងល្បះដោយប្រើសញ្ញាខណ្ឌឬក៏សញ្ញាសួរសញ្ញាឧទានដូចគ្នាផងដែរចាសូមអរគុណច្រើនសូមជម្រាបលា